តើនៅថ្ងៃទី19ខែមេសាឆ្នាំ2026តើនឹងមានព្រឹត្តិការណ៍អីកើតឡើងនៅថ្ងៃទី19ខែមេសាឆ្នាំ2026នឹងមានការប្រារព្ធបុណ្យរំលឹកវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចនៅខេត្តរតនគិរីតើការប្រារព្ធកម្មវិធីនេះក្នុងគោលបំណងអ្វីដើម្បីរំលឹកអំពីវប្បធម៌ប្រពៃណីចម្រុះនិងបង្ហាញពីការសាមគ្គីភាពគ្នារបស់បងប្អូនជនជាតិដើមភាគតិចដែលរស់នៅក្នុងខេត្តរតនគិរីផ្ទាល់ផងដែរដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់តាមរយៈពិធីសែនព្រេនការហែកក្បួនសិល្បៈវាយកងនិងការចែករំលែកចំណេះដឹងអំពីប្រពៃណីមានភាពចម្រុះតាមអំបូររបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរីដើម្បីផ្សព្វផ្សាយអំពីទំនៀមទម្លាប់ការរយៈការសែនព្រេនការដង្ហែក្បួនសិល្បៈការវាយកងនិងការចែករំលែកចំណេះដឹងប្រពៃណីតាមអំបូរជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរីឲ្យមានភាពទូលំទូលាយនិងមានការគោរពឲ្យតម្លៃជានិរន្តរ៍ដើម្បីបង្ហាញអំពីវឌ្ឍនភាពនិងផែនការអភិវឌ្ឍបឹងយឡំទៅកាន់ពិធីពាក់ព័ន្ធនិងទៅកាន់សហគមន៍អំពីការអភិវឌ្ឍស្របទៅតាមបែបប្រពៃណីជនជាតិដើមភាគតិចតើបងប្អូនចង់ដឹងដែរឬទេថានៅក្នុងកម្មវិធីមានទស្សនីយភាពប្លែកៗអ្វីខ្លះពិធីសែនព្រេនតាមបែបប្រពៃណីដោយព្រឹទ្ធាចារ្យជនជាតិដើមភាគតិចទំពួននិងការដង្ហែក្បួនរំលឹកវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចទស្សនាការសម្ដែងរបាំពីតំណាងជនជាតិដើមភាគតិចទំពួនក្រុងយ៉ុងភូមិវាងនិងត្រាំងកណោះពិសេសអាហារសាមគ្គីកម្មវិធីភូមិស្រាប់ពីងលេងភ្លេងប្រពៃណីវាយកងនិងមានការច្រៀងរាំចម្រៀងច្រៀងឆ្លើយឆ្លងភ្លេងខ្លុយនិងមានការកេះចាប៉ីផងដែរជាពិសេសយើងមានសិល្បៈសហសម័យបូកផ្សំជាមួយនឹង hip hop ហើយនិងឧបករណ៍តន្ត្រីបុរាណរបស់ជនជាតិដើមភាគតិចមិនតែប៉ុណ្ណោះគឺយើងមានពិធីបន់ស្រន់ថ្វាយអញ្ជើញអារក្សកម្មវិធីចែករំលែកអំពីប្រវត្តិបឹងយឡំដែលជនជាតិដើមភាគតិចហៅថាយៈរឡំដល់អ្នកចូលរួមទាំងអស់គ្នាឲ្យបានដឹងនិងបងប្អូនទាំងអស់គ្នាអាចស្វែងយល់បន្ថែមទៀតទស្សនាការតាំងពីពណ៌សម្លៀកបំពាក់ប្រពៃណីជនជាតិដើមភាគតិចនិងក្រណាត់ដំបាយកុំភ្លេចណាចូលរួមឲ្យបានច្រើនកកកនៅថ្ងៃទី19មេសាឆ្នាំ2026